អ្នកគ្នាសាកស្រមៃមើលថាជីវិតរបស់មនុស្សម្នាក់ត្រូវបានជាប់ឃុំឃាំងក្នុងបន្ទៃដែកប៉ុន្តែមិនមែនដោយសារតែគាត់គឺជាអ្នកទោសនោះទេតែដោយសារតែគាត់គឺជាអ្នកការពារយុត្តិធម៌នេះគឺជាជីវិតរបស់លោក Nicholas Crabtree ដែលជាង30ឆ្នាំហើយបុរសម្នាក់នេះមិនដែលបានដើរផ្សារដោយសេរីមិនដែលបានអង្គុយផឹកកាហ្វេនៅតាមហាងនៅតាមចិញ្ចើមផ្លូវនិងមិនដែលបានដើរលេងជាមួយនឹងក្រុមគ្រួសារដោយគ្មានកងអង្គរៈប្រដាប់អាវុធនៅជុំវិញខ្លួនលោក Crabtree ធ្លាប់បានផ្ដល់បទសម្ភាសន៍ថាលោកភ្លេចបាត់ទៅហើយថាតើការអង្គុយផឹកកាហ្វេនៅតាមហាងក្បែរផ្លូវវាមានអារម្មណ៍បែបណាជាង30ឆ្នាំហើយដែលខ្ញុំមិនដែលបានដើរចូលហាងទំនិញឬក៏កន្លែងកម្សាន្តណាមួយដែលគ្មានការរៀបចំទុកនោះទេជីវិតឯកជនរបស់ខ្ញុំត្រូវបានបូជាទាំងស្រុងដើម្បីតែយុត្តិធម៌សម្រាប់លោក Crabtree រាល់ការធ្វើដំណើរគឺដូចជាប្រតិបត្តិការសឹកអញ្ចឹងលោកត្រូវផ្លាស់ប្ដូរឡានជាញឹកញាប់ផ្លូវដែលត្រូវធ្វើដំណើរត្រូវតែរក្សាជាការសម្ងាត់ជាទីបំផុតសូម្បីតែនៅក្នុងការិយាល័យតំណាងអាយកាក៏បង្អួចគ្រប់សន្លឹកសុទ្ធតែជាកញ្ចក់ការពារក្របកាំភ្លើងកំរះដែលសូម្បីតែក្របរកកែតក៏ពិបាកនឹងទម្លុះបានហេតុអ្វីបានជាមានគេចង់សម្លាប់លោកដល់ថ្នាក់នេះចម្លើយគឺអិនដ្រាងហ្គេតាវាមិនមែនគ្រាន់តែជាក្រុមម៉ាហ្វ្យាធម្មតាទេតែវាគឺជាអាណាចក្រឧក្រិដ្ឋកម្មដែលគ្រប់គ្រងការនាំចូលកូកាអ៊ីនជិត 80% ចូលទៅកាន់អឺរ៉ុបប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេច្រើនជាងក្រុមហ៊ុន McDonald និង Coca-Cola បញ្ចូលគ្នាទៅទៀត Crabtree បានដឹងរឿងនេះច្បាស់ជាងគេលោកធ្លាប់រៀនសាលាបឋមសិក្សាជាមួយក្មេងៗដែលសប្តាហ៍ថ្ងៃខ្លាចទៅជាមេបកពួកអស់ទាំងនេះលោកស្គាល់មុខពួកគេលោកស្គាល់គំនិតពួកគេហើយលោកបានសម្រេចចិត្តថាលោកនឹងមិនអោនក្បាលឲ្យពួកគេជាដាច់ខាតនៅក្នុងឆ្នាំ2019ប្រតិបត្តិការ Renascita Scott ក៏បានផ្ទុះឡើងជនសង្ស័យជាង300នាក់រួមទាំងអ្នកនយោបាយមេធាវីនិងមន្ត្រីរាជការដែលខុបខិតជាមួយនឹងពួក Mafia ត្រូវបាននាំខ្លួនមកកាន់តុលាការនេះគឺជាសង្គ្រាមចុងក្រោយរបស់ Crabtree ដើម្បីដោះលែងទឹកដីកំណើតរបស់លោកចេញពីក្រញាំបីសាច់ដែលលាក់មុខតោះមកស្ដាប់សម្ដីរបស់គាត់ទាំងអស់គ្នាលោកបាននិយាយថាដើម្បីសេរីភាពរបស់អ្នករាល់គ្នាខ្ញុំជ្រើសរើសរស់នៅក្នុងគុកដែលមើលមិនឃើញអស់រយៈពេល30ឆ្នាំមនុស្សគ្រប់គ្នាត្រូវតែស្លាប់នៅថ្ងៃណាមួយប៉ុន្តែអ្វីដែលសំខាន់គឺថាតើអ្នកគ្រប់គ្នាស្លាប់ក្នុងនាមជាមនុស្សដែលមានកិត្តិយសឬក៏ស្លាប់ក្នុងនាមជាអ្នកដែលបម្រើឲ្យពួកអក្រិតជនខ្ញុំមិនដែលគិតថាខ្លួនឯងជាវីរបុរសទេខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលស្រឡាញ់ស្រុកកំណើតហើយចង់ឃើញក្មេងៗជំនាន់ក្រោយដកដង្ហើមដោយគ្មានក្លិនឆេះឆ្អាបនៃអំពើពុករលួយតែប៉ុណ្ណោះនៅ Calabria បើអ្នកមិនអោនក្បាលឲ្យពួក Mafia អ្នកត្រូវតែត្រៀមខ្លួនរស់នៅក្នុងឡានការពារគ្រាប់ហើយខ្ញុំ Crabtree បានជ្រើសរើសយកឡានការពារគ្រាប់ជាងការលក់មនសិការខណៈដែលពិភពលោកមើលឃើញថា Ndrangheta ជាក្រុម Mafia ដ៏មានអំណាចបំផុតខ្ញុំមើលឃើញពួកគេជាមហារាជដែលត្រូវតែកាត់ចោលបើទោះបីជាត្រូវយកជីវិតខ្លួនឯងទៅបដូរក៏ដោយជាចុងក្រោយតើអ្នកណាកើតមកដើម្បីផ្លាស់ប្ដូរពិភពលោកគឺមនុស្សម្នាក់ដែលហ៊ាននិយាយថាទេមិនអោនក្បាលនៅចំពោះមុខក្របកាំភ្លើងនៅក្នុងឆ្នាំ2022ភ្នាក់ងារសម្ងាត់បានរកឃើញផែនការគួរឲ្យរន្ធត់មួយពីសំណាក់ក្រុម Ndrangheta ពួកគេបានរៀបចំផែនការដាក់គ្រាប់បែកបង្កប់ក្រោមស្ពានដែលលោក Crabtree ត្រូវបានធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃផែនការនេះមានលក្ខណៈដូចទៅនឹងការសម្លាប់ចៅក្រមល្បីៗកាលពីទសវត្សរ៍ឆ្នាំ90ដែរវាបង្ហាញថាបើទោះបីជាលោកមានអង្គរៈច្រើនយ៉ាងណាក៏ពួក Mafia នៅតែព្យាយាមរកវិធីសម្លាប់លោកឲ្យខានតែបានព្រោះពួកគេខ្លាចសកម្មភាពរបស់លោក Crabtree ខ្ញុំសូមបញ្ជាក់ថាលោក Crabtree គឺជាប្រាជ្ញាមួយរូបនៃប្រទេសអ៊ីតាលីក្នុងឡុងពេលនៃការស៊ើបអង្កេតគេបានរកឃើញគំនូរដែលគូរដោយដៃរបស់សមាជិកក្រុម Mafia នៅក្នុងគុកដែលបង្ហាញពីផ្លូវធ្វើដំណើរចំណុចខ្សោយនៃឡានការពារគ្រាប់និងកាលវិភាគការងាររបស់លោក Crabtree បានយ៉ាងលម្អិតដែលនេះបង្ហាញថាសូម្បីតែមេ Mafia ដែលជាប់គុកក៏នៅតែមិនបោះបង់ការតាមព្យាបាទលោកដែរ
លោក Gregory បាននិយាយថាពួកគេអាចសម្លាប់ខ្ញុំបានតែរូបកាយទេក៏ប៉ុន្តែពួកគេមិនអាចសម្លាប់ការពិតដែលខ្ញុំបានបង្ហាញឡើយនៅពេលដែលពិភពលោកកំពុងតែភ្លេចខ្លួនក្រុម Mafia Ndrangheta បានរៀបចំកាដូដ៏រន្ធត់មួយសម្រាប់សត្រូវស៊ូពូជរបស់គេវាមិនមែនជាក្រកំភ្លើងដែលបាញ់ចេញពីទីងងឹតទេប៉ុន្តែវាគឺជាផែនការកំទេចស្ពានដែលលោក Nicholas Gregory បានឆ្លងកាត់ជារៀងរាល់ថ្ងៃពួកគេបានសិក្សាយ៉ាងលម្អិតពីផ្លូវធ្វើដំណើររបស់លោកពួកគេដឹងថាឡានការពារគ្រាប់កម្រិត7របស់លោកអាចទប់ទល់ទៅនឹងគ្រាប់កាំភ្លើងយន្តនិងគ្រាប់បែកដៃបានយ៉ាងងាយដូច្នេះពួកគេត្រូវការអ្វីដែលលើសពីនេះពួកគេត្រូវការគ្រឿងផ្ទុះកម្រិតខ្ពស់ជាច្រើនគីឡូក្រាមដែលបង្កប់ក្រោមគ្រឹះនៃស្ពានដើម្បីបំបែកឡានដែកថែមនោះឲ្យទៅជាបំណែកក្នុងមួយប្រកពេចភ្នែកប៉ុន្តែសំណាងនៅតែមានសម្រាប់អ្នកយុត្តិធម៌ភ្នាក់ងារសម្ងាត់អន្តរជាតិបានលួចស្ដាប់ការសន្ទនារបស់មេខ្លោង Mafia បានទាន់ពេលព័ត៌មាននេះបានធ្វើឲ្យពិភពលោកស្រឡាំងកាំងដោយហេតុថាពួកគេបានបញ្ជាទិញគ្រឿងផ្ទុះពីបណ្ដាញអ ுக ្រិតជនក្រៅប្រទេសដើម្បីយកបញ្ចប់ជីវិតបុរសម្នាក់ដែលពួកគេហៅថាជាឆ្អឹងទៅតឹងកបន្ទាប់ពីនោះលោក Gregory បាននិយាយថាពួកគេអាចបំផ្ទុះស្ពានបានប៉ុន្តែពួកគេមិនអាចបំផ្ទុះស្មារតីនៃច្បាប់បានឡើយបើខ្ញុំស្លាប់នោះ Gregory រាប់ពាន់នាក់ទៀតដែលនឹងក្រោកឈរឡើងជំនួសខ្ញុំហើយបើទោះបីជាមានគ្រាប់បែករងចាំនៅខាងមុខក៏លោក Gregory មិនដែលសុំឈប់សម្រាកឬក៏បោះបង់ការងារសូម្បីតែមួយថ្ងៃណាឡើយងាកទៅមើលគ្រួសាររបស់លោកវិញពួកគាត់មិនបានរស់នៅក្នុងផ្ទះធម្មតាដូចជាយើងនោះទេផ្ទះរបស់លោកត្រូវបានបំពាក់ដោយប្រព័ន្ធសន្តិសុខកម្រិតខ្ពស់បំផុតគ្រប់បង្អួចទាំងអស់មិនអាចមើលធ្លុះពីខាងក្រៅបានទេហើយថែមទាំងអាចទប់ទល់នឹងការបាញ់ប្រហារឬក៏ការបំផ្ទុះបានទៀតផងលោកកម្រនឹងចេញទៅក្រៅជាមួយនឹងភរិយាកូនណាស់ហើយរាល់ពេលលោកចេញទៅណាម្ដងត្រូវមានក្បួនរថយន្តអង្គរៈហែហោមដែលធ្វើឲ្យបាត់បង់សេរីភាពឯកជនទាំងស្រុងភរិយារបស់លោកត្រូវបានគេហៅថាជានារីក្នុងស្រមោលនាងគឺជាអ្នកដែលរងសម្ពាធខ្លាំងជាងគេលោកធ្លាប់រៀបរាប់ថាខ្ញុំមិនដែលនាំភរិយាដើរលេងតាមមាត់សមុទ្រឬទៅញ៉ាំអីនៅភោជនីយដ្ឋានដោយសេរីឡើយក្នុងរយៈពេលជាង30ឆ្នាំមកនេះប្រពន្ធខ្ញុំត្រូវរស់នៅដោយភាពភ័យខ្លាចរាល់ពេលដែលខ្ញុំចេញពីផ្ទះព្រោះមិនដឹងថាថ្ងៃណាជាថ្ងៃចុងក្រោយរបស់ខ្ញុំនោះទេប៉ុន្តែនាងនៅតែជាកម្លាំងចិត្តដ៏រឹងមាំបំផុតដែលរុញច្រានខ្ញុំឲ្យបន្តនៅបេសកកម្មនេះកូនរបស់លោក Gregory ធំឡើងដឹងក្តីនៅក្នុងស្ថានភាពមិនធម្មតាគ្មានសេរីភាពកុមារភាពពួកគេមិនអាចទៅលេងសួនច្បារឬទៅសាលាដោយក្មេងៗដទៃដោយគ្មានការព្រួយបារម្ភនោះទេសូម្បីតែមិត្តភ័ក្តិរបស់គេដែលត្រូវរាប់អានក៏ត្រូវឆ្លងកាត់ការត្រួតពិនិត្យដែរកូនរបស់លោកដឹងថាឪពុករបស់ខ្លួនគឺជាផ្ទាំងស៊ីបលេខ1របស់បកពួកក្រុម Mafia ដ៏កាចសាហាវបំផុតនៅលើលោកដើម្បីសុវត្ថិភាពសាច់ញាតិឯទៀតលោក Gregory ត្រូវបានបង្ខំចិត្តឲ្យរក្សាគម្លាតលោកកម្រនឹងទៅចូលរួមពិធីមង្គលការបន់សពឬពិធីជួបជុំគ្រួសារសាច់ញាតិណាស់ព្រោះវត្តមានរបស់លោកអាចនាំគ្រោះថ្នាក់ដល់អ្នកដទៃសាច់ញាតិរបស់លោកខ្លះក៏ធ្លាប់ត្រូវបានទទួលរងនៃការគំរាមកំហែងពីពួក Mafia ដើម្បីដាក់សម្ពាធឲ្យលោកដកថយចេញពីសំណុំរឿងធំផងដែរខណៈដែលលោក Gregory កំពុងតែដោះលែងប្រជាជនអ៊ីតាលីឲ្យរួចផុតពីចំណងរបស់ Mafia លោកបែរជាដាក់ចំណងនៃភាពឯកោឲ្យគ្រួសារខ្លួនឯងទៅវិញនេះគឺជាតម្លៃនៃយុត្តិធម៌ដែលមនុស្សធម្មតាមិនអាចសូម្បីតែស្រមៃដល់យ៉ាងណាមិញអារម្មណ៍របស់លោក Nicholas Gregory ចំពោះគ្រួសារគឺជាផ្នែកមួយដែលធ្វើឲ្យមនុស្សម្នាក់ដែលរឹងមាំដូចជាដែកថែបដូចជាគាត់អាចស្រក់ទឹកភ្នែកបាននៅក្នុងបទសម្ភាសន៍ដ៏កម្រមួយលោកបានទម្លាយនៅវិបត្តិសារីនិងការឈឺចាប់ដែលលើកទុកនៅក្នុងរយៈពេលជាង30ឆ្នាំលោក Gregory ធ្លាប់បង្ហើបទាំងឧដើមកថាអារម្មណ៍ដែលពិបាកត្រង់បំផុតគឺការដែលឃើញកូនរបស់ខ្ញុំធំដឹងក្តីក្នុងទ្រង់មាសលោកមានអារម្មណ៍ថាខ្លួនឯងជាចៅដែលលួចសេរីភាពកូនលោកមិនដែលបាននាំកូនដើរលេងតាមសួនច្បារទៅមើលកូនឬទៅញ៉ាំអីនៅខាងក្រៅដោយឪពុកដទៃនោះទេ
តែលោកនិយាយក្នុងន័យដើមថាកូនរបស់ខ្ញុំមិនបានជ្រើសរើសយកជីវិតបែបនេះទេគឺខ្ញុំជាអ្នកបង្ខិតបង្ខំឲ្យពួកគេរស់នៅក្នុងស្រមោលនៃគ្រោះថ្នាក់របស់ខ្ញុំតែបើទោះបីជាលោកដែលមិនចេះខ្លាចក្រែងម៉ាហ្វីយ៉ាក៏ប៉ុន្តែលោកខ្លាចបំផុតគឺសុវត្ថិភាពរបស់គ្រួសាររបស់គាត់រាល់ពេលដែលលោកឮសំឡេងទូរស័ព្ទរោឬមានសភាពមិនធម្មតានៅក្បែរផ្ទះបេះដូងរបស់លោកលោតញាប់ជាងពេលដែលប្រឈមមុខទៅនឹងជនជាប់ចោទក្នុងតុលាការទៅទៀតលោកដឹងថាពួកម៉ាហ្វីយ៉ាមិនដែលរារែកក្នុងការធ្វើបាបមនុស្សជាទីស្រឡាញ់របស់លោកដើម្បីបំបាក់ស្មារតីរបស់លោកនោះទេលោកមានអារម្មណ៍ខុសចំពោះភរិយាដែលត្រូវរស់នៅជាស្ត្រីមេម៉ាយទាំងរស់នាងត្រូវរងចាំលោកត្រឡប់មកវិញដោយក្តីបារម្ភរាល់ថ្ងៃហើយនាងមិនអាចមានជីវិតសង្គមដូចជាស្ត្រីដទៃនោះទេខ្ញុំបានបូជាជីវិតឯកជនរបស់ខ្ញុំដើម្បីផ្ដល់ជីវិតនិងយុត្តិធម៌ដល់មនុស្សរាប់លាននាក់ប៉ុន្តែពេលខ្លះខ្ញុំសួរខ្លួនឯងថាតើវាមានតម្លៃសមនឹងការលះបង់របស់គ្រួសារខ្ញុំដែរឬទេរហូតមកដល់ពេលសប្តាហ៍ថ្ងៃសង្គ្រាមរបស់ Nicholas Crabtree នៅតែបន្តលោកនៅតែរស់នៅក្នុងបន្ទាយដៃថែបដកដង្ហើមក្នុងខ្យល់អាកាសដែលយាមកាមដោយអាវុធនិងបូជាជីវិតឯកជនរបស់ខ្លួនដើម្បីក្តីសង្ឃឹមរបស់មនុស្សជាតិមនុស្សជាច្រើនសួរគាត់ថាតើមានតម្លៃដែរឬទេដែលត្រូវបដូរសេរីភាពពេញមួយជីវិតដើម្បីតែក្រដាស់ច្បាប់និងការដេញចាប់ពពួកបិសាចមិនចេះចប់មិនចេះហើយចម្លើយរបស់លោកមានតែមួយគត់គឺយុត្តិធម៌មិនមែនជាទំនិញសម្រាប់លក់ដូរទេតែវាគឺជាខ្យល់ដង្ហើមបើគ្មានយុត្តិធម៌យើងគ្រាន់តែជាសាកសពដែលកំពុងតែដើរតែប៉ុណ្ណោះ Nicholas Crabtree ប្រហែលជាបុរសគ្មានសេរីភាពបំផុតនៅក្នុងប្រទេសអ៊ីតាលីប៉ុន្តែលោកគឺជាបុរសដែលមានមនសិការសេរីបំផុតនៅក្នុងពិភពលោកតែលោក Nicholas Crabtree ប៉ះជាមួយអ្នកណាវីដេអូក្រោយខ្ញុំនឹងពំនាំមកជូននៅបងប្អូនទាំងអស់គ្នានៅសំណុំរឿងកក្រើកពិភព Mafia អ៊ីតាលីដែលធ្វើឲ្យគាត់ជួបជីវិតបែបនេះ